Oxygen OS ជាមួយនឹង Realme UI ចិត្តខិតមកដល់ទីបញ្ចប់ហើយហើយអនាគតនៃ smartphone របស់ OnePlus ក៏ដូចជា Realme នឹងរត់ដោយ Color OS របស់ Oppo ជារួមតែម្ដងអញ្ចឹងអាចថាវាជាដំណឹងសោកសៅបន្តិចចំពោះ fan OnePlus ឬក៏ fan របស់ Realme ដែលធ្លាប់តែប្រើប្រាស់នៅ UI ផ្ទាល់ខ្លួនរបស់គេអីចឹងណាប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់ខ្ញុំគិតថាវាមិនមែនជារឿងអីដែលគួរឲ្យសោកស្ដាយទេព្រោះតាមពិតទៅបច្ចុប្បន្នទូរស័ព្ទ OnePlus Realme ទោះបីជារត់ដោយ Oxygen OS ឬក៏ Realme UI ក៏ដោយក៏តាមពិតទៅ code base របស់ software ទាំងពីរនេះគឺចេញពី Color OS ដូចគ្នាទេដូច្នេះមានន័យថានៅពេលដែលផ្លាស់ប្ដូរទៅជា Color OS យ៉ាងច្រើនណាស់យើងឃើញ icon ទម្រង់កម្មវិធីអីប្រែប្រួលតិចតួចប៉ុន្តែជាក់ស្ដែងទៅមុខងារនៅក្នុងការប្រើប្រាស់គឺដូចគ្នាហើយតាមពិតទៅបើសិនបើបងប្អូនតាមដានរវាងស្ថានភាពក្រុមហ៊ុនទាំង3នេះបងប្អូននឹងថាតាមពិតទៅ OnePlus ហើយជាមួយនឹង Realme ក៏វាជាក្រុមហ៊ុនរបស់ Oppo ដែរឥឡូវខ្ញុំមកសង្ខេបទូទៅតិចចុះកាលពីឆ្នាំ2012លោក Pete Law ជាមួយនឹងលោក Cao Pei ដែលជាស្ថាបនិករបស់ OnePlus ហ្នឹងគឺគាត់បានលាលែងចេញពីក្រុមហ៊ុន Oppo ពីមុនគឺគាត់ជាបុគ្គលិករបស់ Oppo ទេតែឆ្នាំ2012គាត់ប្រកាសលាលែងពី Oppo ហើយយើងឃើញ brand OnePlus ហ្នឹងកើតឡើងនៅក្នុងឆ្នាំ2013ហើយនៅឆ្នាំ2014យើងឃើញថា OnePlus បញ្ចេញនៅទូរស័ព្ទមួយគ្រឿងដំបូងគឺ OnePlus One ដែលវាខ្លាំងមែនតើវាល្បីខ្លាំងប៉ុន្តែជាក់ស្ដែងទៅ OnePlus One ហ្នឹងគឺប្រើប្រាស់គំរូរូបរាងក៏ដូចជា hardware ស្ទើរតែទាំងស្រុងរបស់ Oppo Find 7a កាលពីជំនាន់ហ្នឹងអញ្ចឹងជារួមទៅមានន័យថាគេមិនមែនបង្កើតនៅទូរស័ព្ទថ្មីទេគេបង្កើតនៅទូរស័ព្ទដែលខាត់ស្ពេចមួយចំនួនចេញហើយលក់វានៅក្នុងតម្លៃធូរហើយជាមួយនឹងដាក់ឈ្មោះថ្មីហើយជាធម្មតាទេនៅពេលដែលយើងដាក់ឈ្មោះ brand ថ្មីការបង់ពន្ធឬក៏អីផ្សេងការកាត់ខាតទៅលើ marketing អីផ្សេងគឺវាមានការកាត់ចោលច្រើនអញ្ចឹងហើយទូរស័ព្ទ OnePlus លក់បានថ្លៃហើយសួរថាគោលគំនិតនៃការបង្កើត OnePlus ដំបូងគឺដើម្បីអីគឺដើម្បីប្រជែងជាមួយនឹងក្រុមហ៊ុន Xiaomi នៅក្នុងប្រទេសចិនដោយសារតែពេលហ្នឹងក្រុមហ៊ុន Oppo គឺអត់មាន online store នៅក្នុងប្រទេសចិនទេអញ្ចឹងហើយគេបង្កើត brand មួយទៀតដើម្បីលក់បានធូរថ្លៃប្រជែងជាមួយ Xiaomi អញ្ចឹងគឺគេបង្កើត OnePlus ហើយក្រោយមកលោក Cao Pei ដែលជា co-founder ហ្នឹងគាត់គិតថាចុះបើសិនជាយើងជោគជ័យនៅក្នុងប្រទេសចិននេះគួរសមដែរហេតុអីយើងមិនរុញវាទៅក្រៅប្រទេសទៅអញ្ចឹងហើយក៏យើងឃើញថា OnePlus រត់មកដល់ទីផ្សារសកលខ្លាយទៅជា flagship killer អាហ្នឹងគឺជាដើមចំហើយក្រោយមកទៀតឆ្នាំប្រហែលទេខ្ញុំមានផ្លេចដែរហើយគឺ OnePlus ប្រកាសខ្លួនគឺនឹងប្រើប្រាស់ code base របស់ Color OS គេហៅថា Unify OS គឺយក Color OS ចម្បាច់បញ្ចូលគ្នាជាមួយ Oxygen OS ដើម្បីបង្កើតនៅ OS ថ្មីដែលកាន់តែមានប្រសិទ្ធភាពខ្ពស់ដំណើរការរលូនហើយផ្ដល់នូវ function ល្អៗជាច្រើនចូលទៅក្នុងទូរស័ព្ទទាំងពីរប្រភេទហ្នឹងមិនថាទាំង Color OS ឬក៏ Oxygen OS ទេហើយនិយាយរួមទៅតាមពិតនៅក្នុង plan នឹងដែលគេលើកឡើងមកគឺយើងអាចនឹងឃើញថាអនាគតរបស់ OnePlus គឺមិននៅវែងឆ្ងាយទៀតទេប៉ុន្តែគាត់ថាមិននឹកស្មានថាវាលឿនដំម្លឹងព្រោះត្រឹមតែប្រហែលឆ្នាំគឺយើងឃើញថា OnePlus ចូលទៅក្នុង Oppo វិញដោយសារវាស្ថានភាពពាក់ព័ន្ធជាមួយនឹង COVID ផងស្ថានភាពពាក់ព័ន្ធជាមួយនឹង memory ឡើងថ្លៃអីផងអញ្ចឹងវាត្រូវឲ្យគេធ្វើការបង្ខំចិត្តទាញក្រុមហ៊ុនទាំងអស់ចូលមកជាមួយគ្នាមិនមែនតែ Oppo ទេសូម្បីតែVivo ក៏អញ្ចឹងដែរ Vivo ក៏ទាញ IQ ចូលទៅក្នុងក្រុមហ៊ុន Vivo វិញដែរឥឡូវយើងមិនបាច់វែងឆ្ងាយរឿង Vivo ទេយើងមកនិយាយរឿង Realme វិញថា Realme ហ្នឹងវាពាក់ព័ន្ធអីជាមួយ Oppo តាមពិតទៅ Realme កាលពីខែ5ឆ្នាំ2018គឺ Realme ត្រូវបានប្រកាសចេញនៅឈ្មោះ brand ហ្នឹងឡើងហើយប្រកាសចេញនៅ Realme One ដែលជា smartphone ជំនាន់ដំបូងរបស់គេហើយបើយើងមើលឲ្យជាក់ស្ដែងទៅ Realme One ហ្នឹងគឺទូរស័ព្ទ Oppo សុទ្ធតែម្ដងគឺគេយកទូរស័ព្ទ Oppo F7 យកទៅកែ logo ខាងក្រោយទៅជាឈ្មោះ Realme ហើយ hardware នៅផ្នែកខាงក្នុងជាមួយនឹង software Color F5.2 អីហ្នឹងគឺរបស់ Oppo ទាំងស្រុងតែម្ដងអញ្ចឹងហើយ Oppo និង Realme គឺចាប់ផ្ដើមពីចំណុចដំបូងគឺជាផលិតផលរបស់ Oppo តែម្ដងហើយក្រោយមកដូចជាខែ8ឆ្នាំ2018ដែរហ្នឹងលោក Sky Lee ហ្នឹងប្រើស្នាយដែរមានថាគាត់ប្រកាសលាឈប់ពី Oppo ហើយអញ្ចឹងគាត់ប្រកាសលាឈប់ពី Oppo ហើយគាត់ប្រាប់ថា Realme នឹងផ្ដាច់ខ្លួនចេញពី Oppo តែម្ដងប៉ុន្តែឆែកស្ដែងទៅដល់ពេលចេញ Realme 2 ប្រើគ្រឿងរបស់Oppo S7 S7 ធម្មតាមិន S7 យកទៀតទេអញ្ចឹងទៅគឺតាមពិតវា style ដដែលទេ Realme ហើយជាមួយនឹង Oppo ហ្នឹងគឺតែមួយទេហើយក្រោយមកគឺគេប្រកាសចេញ Realme UI ហើយ Realme UI ចេញពីណាមកដូរតែឈ្មោះទៀតដែរដូរតែ icon កម្មវិធីទៀតដែរប៉ុន្តែដល់ពេលនៅផ្នែកខាងក្នុង software ចូលទៅក្នុង setting អីផ្សេងនៅ Oppo ដដែលវាខុសតែកម្មវិធី logo នៅខាងក្រៅហ្នឹងទេបបពិសោធន៍ប្រើប្រាស់អីទូទៅក៏ Oppo ទាំងអស់អញ្ចឹងសរុបមកវិញការច្របាច់ចូលគ្នាឬក៏អត់រវាង Color OS Oxygen OS ឬក៏ Realme UI តាមពិតវាដដែលទេវាមិនមានអីទៅខុសគ្នាទេទោះបីជាបងប្អូនប្រើ OnePlus ឥឡូវហ្នឹងហើយទៅទៀត update ឡើងទៅ version ថ្មីដូរទៅជា Color OS ក៏ដោយព្រោះបងប្អូននឹងទទួលអារម្មណ៍ថាវាដដែលវាដូចតែគ្នា function ប្រើប្រាស់វាអត់មានអីខុសគ្នាទេសូម្បីតែបងប្អូនប្រើប្រាស់នៅ Oxygen OS 16ឥឡូវហ្នឹងឬក៏ Realme UI ឥឡូវហ្នឹងដែលដើរដោយ Android 16ក៏ដោយ
có viết đôi khi tai từ nâng ColorOS 16 mà Oppo ta đại thì việc khó tái tầm rong icon cảm thì ấy khác lại phần năng ai và đa số thang software nó khẳng trong interface ấy xem nó hay khẳng trong miền ấy fly khó nhiệt đại đôi Oppo cho mỗi Samsung ắt cứ đôi thể cứ bây software nó cứ viết sang để thang đôi khi sơ tam rồi viết rồi hai khó tái icon page bảo viên nó khẳng cái năng hay chẳng việc miền ấy để tha đầu tư của dân chưa chạm bây ra thế của ấy bản thân chia bóng ôn nơi tại pra tụ sạp OnePlus rồi hốt mà đo OnePlus đập bay OnePlus đập pram được ấy chứ thì có Realme nó trong khối nó pe đa bóng ôn áp để từ OS trong khối hoặc ColorOS viên nơi tai tập bật sao từ tai nó việc mix ấy khó nhiên thế ok chân ở đây để nhung trong hai từ miền tập năng tế từng thầm ta video mới nít ai giờ bóng ôn xoay vô time can tay lục bị bay brand nắng dân chụp niaในวิดีโอคราว